នេះជាសកម្មភាពខ្ញុំកាលណាអាត្មាភាពជាមួយភ័ក្រកំពុងតែដឹកជញ្ជូនមើមទូលិបយកមកដាំនៅក្នុងវត្តខ្មែរប៉ាឡេឡៃដែលយើងបានរៀបចំដីរួចស្រេចមកហើយណាហើយយើងដាំពីពាក់កណ្ដាលខែ11ឬក៏ចុងខែ11ខែ12ហ្នឹងទូលិបផ្ការហូតដល់ខែ4ខែចូលឆ្នាំណាលោកភ័ក្រកំពុងតែចាក់មើមទូលិបហើយញាតិញោមពុទ្ធបរិស័ទក៏គាត់ស្ម័គ្រចិត្តមកជួយដាំមើមផ្កាទូលិបយើងមើមទូលិបនេះយើងដាំជំរៅប្រហែលជា5ទៅ6អ៊ីងណា6 inches ហើយកម្រិតរបស់វាគឺ3ទៅ4អ៊ីងដែរណា3ទៅ4អ៊ីងហើយពេលដែលយើងដាំហើយដល់ពេលរដូវចូលឆ្នាំខ្មែរប្រពៃណីខ្មែរយើងគឺផ្កាស្អាតដូចញាតិញោមពុទ្ធបរិស័ទបានឃើញនៅក្នុងវីដេអូនេះស្រាប់ហើយមានទាំងប្រសង់មានទាំងញាតិញោមក៏ជួយដាំកណាជួយដាំហើយដាំផ្កាទូលិបនេះគឺយើងដាំជារៀងរាល់ឆ្នាំណាយើងរាល់ឆ្នាំគឺយើងដាំចាប់ពីពាក់កណ្ដាលខែ11ឬក៏ចុងខែ11ខែ12នេះគឺយើងដាំហើយកណាដោយឡែកចំពោះការដាំមើមទូលិបនេះគឺយើងដាំជំរៅប្រហែលជា5ទៅ6 inchesណា6 inches ហើយកម្រិតពីមើមមួយទៅមើមមួយប្រហែលជា3ទៅ4ណា3ទៅ4 inches ប៉ុន្តែតាមបទពិសោធន៍ដែលធ្លាប់ដាំកន្លងមកដាំកាន់តែញឹកកាន់តែល្អណាកាន់តែញឹកកាន់តែល្អដោយសារមើមទូលិបនេះគឺក្នុងមួយមើមគឺវាដើមវាដុះចេញមកគឺតែមួយដើមឯងតែមួយដើមអញ្ចឹងផ្កាតែមួយតោងឯងណាក្នុងមួយមើមគឺផ្កាមួយតោងអញ្ចឹងទៅយើងដាំញឹកកាលណាទៅពេលវាដុះចេញមកគឺផ្កាស្អាតហើយដីនៃពួកខ្ញុំគណៈអាត្មាភាពញាតិញោមពុទ្ធបរិស័ទដាំនេះគឺយើងធ្វើដីរួចហើយយើងធ្វើដីស្អាតរួចហើយយើងយកសម្រួចឈើមកយើងយកមកចោះរន្ធណាមកចោះរន្ធហើយដើម្បីដាក់មើមទូលិបចូលណាមើមទូលិបចូលនៅក្នុងដីសកម្មភាពសង់លោកកំពុងតែចោះរន្ធឲ្យញោមដាំគឺអង្គរ៉ាដាមកជួយដាំគណៈពេលដែលយើងដាំរួចហើយគឺយើងត្រូវយកស្លឹកឈើណាស្លឹកឈើឬក៏ចំណាំងឈើយកមកគ្របពីលើណាយកគ្របពីលើដីដែលយើងដាំដូចឃើញក្នុងវីដេអូនេះស្រាប់អញ្ចឹងទៅនេះគឺរោងដែលយើងដាំរួចហើយណារោងដាំរួចហើយពេលដែលយើងដាំរួចហើយគឺយើងត្រូវគ្របស្លឹកឈើឬក៏ចំណាំងឈើអញ្ចឹងទៅយើងមើលទៅវាមានសោភ័ណភាពស្អាតហើយនេះសុទ្ធតែរោងដែលខ្ញុំកាលណាអាត្មាភាពមួយញាតិញោមពុទ្ធបរិស័ទបានដាំរួចហើយយើងបានដាក់ wood chip ភាសាខ្មែរយើងហៅថាចំណាំងឈើដែលយើងដាក់គ្របទៅយើងមើលទៅវាមានសោភ័ណភាពល្អហើយវាអត់ប៉ះពាល់ទេវាអត់ប៉ះពាល់ដល់មើមទូលិបទេប៉ុន្តែវានឹងคล้ายទៅជាជីណាយើងដាក់ឆ្នាំនេះឆ្នាំក្រោយទៅចំណាំងឈើហ្នឹងវាអាចងាប់វាអាចពុកអាចផុយទៅវាកើតទៅជាជីហើយជួយឲ្យផ្ការបស់យើងហ្នឹងកាន់តែលូតលាស់បានល្អហើយរោងទៀតនេះគឺយើងសុទ្ធតែយើងដាំរួចហើយណា